វែងជាង 1015 ម៉ែត្រ ស្ថិតក្នុងភូមិដំណាក់ធំមួយ ខណ្ឌមានជ័យ សម្រេចបាន 85%គិតត្រឹមថ្ងៃទី 8 ខែឧសភា ឆ្នាំ 2025 រដ្ឋបាលរាជធានីភ្នំពេញដែលមានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាសេនាធិការគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូនិងប្រព័ន្ធដោះទឹកសម្រាប់បញ្ជាការជន់លិចនៅភូមិសាស្ត្ររាជធានីភ្នំពេញបានសហការជាមួយក្រុមហ៊ុន KBS Construction Co Ltd បានអនុវត្តគម្រោងប្រវែងជាង 1015 ម៉ែត្រ ទំហំ 5 ទៅ 6 ម៉ែត្រ ប្រកបដោយគុណភាពសុវត្ថិភាពការងារសម្រាប់បាន 85% និងបានចាប់ផ្ដើមចាក់ជាបេតុងផ្លូវឡើងវិញឆ្អឹងដែក 12 លី កម្រាស់ 2 តឹក ប្រើប្រាស់បាតថ្មស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ 1 ខណ្ឌមានជ័យដែលធ្វើឲ្យប្រព័ន្ធលំហូរទឹកបានលឿនដោះការជន់លិចទឹកភ្លៀងហើយត្រូវហូរឆ្ពោះមកភូមិសាស្ត្រស្ថានីយ៍បូមលូ 5 ជាយុទ្ធសាស្ត្រដ៏សំខាន់នៃការបញ្ជារំដោះការលិច 1. តំបន់វែងស្រេង 2. តំបន់ក្រសួងមុខងារសាធារណៈ 3. តំបន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ 4. តំបន់ដោនថោនផ្លូវដួងញៀប 2 ផ្លូវលេខ 2004 5. ភូមិដំណាក់ធំ 1 សង្កាត់ស្ទឹងមានជ័យ 1 ជាពិសេសរំដោះការលិចទឹកលើកំណត់ផ្លូវក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យជាដើម